ជំរាបសួរសួស្តីអ្នកនរគ្នាទីមើលថាខ្ញុំបានមហូបអីគេដែរថ្ងៃហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែឃើញក៏ដឹងដែរថាជាខគោមែនទេចឹងទៅដោយសារតែខ្ញុំមានសាច់គោមកពីស្រុកអញ្ចឹងណាគោធម្មជាតិនៅស្រុកចឹងទៅក៏ខ្ញុំនឹកឃើញចង់ខគោចឹងក៏ខ្ញុំទៅផ្សារដើម្បីទិញបន្លែធ្វើខគោចឹងណាអ្នកទាំងអស់គ្នាទិញគ្រឿងទិញអីចឹងទៅខ្ញុំទៅ2ដងតែមកតែបានបន្លែគ្រប់ដោយសារដែរធ្វើលើកទី1ហ្មងចឹងណាអ្នកទាំងអស់គ្នាខ្ញុំមើល YouTube ផងអីផងទេធ្វើហ្នឹងឲ្យគ្រឿងហ្នឹងគឺមានដូចជាឈើអែមផ្កាច័ន្ទសាតេគ្រឿងការីហើយកុលក្រៃម្ដេងលក្ខខូចសើចអីហ្នឹងអ្នកទាំងអស់គ្នាហើយបន្ទាប់មកខ្ញុំថែមជាមួយនឹងផាត់សាច់គោហើយនឹងឈាមទាដោយសារអត់មានឈាមជ្រូកចឹងខ្ញុំធ្វើឈាមទាចឹងអ្នកទាំងអស់គ្នាហើយសម្រាប់សាច់គោវិញគឺខ្ញុំដាក់សសិនមុនខ្ញុំដាក់ស្លអញ្ចឹងណាហើយបន្ទាប់មកទៀតក៏យើងបានចាប់ផ្ដើមខដែលយើងដាក់ឲ្យប្រេងចូលហើយដាក់ខ្ទឹមបំពងខ្ទឹមហើយយើងដាក់គល់ស្លឹកគ្រៃម្ដេងស្លឹកក្រូចសើចឈើអែមអីហ្នឹងចូលម្លីងវាឲ្យឈ្ងុយអញ្ចឹងណាអ្នកគ្នាខ្ញុំម្លីងវារៀងយូរដែរសារចង់ឲ្យឈ្ងុយអញ្ចឹងណាហើយបន្ទាប់មកទៀតក៏ខ្ញុំបានដាក់ឲ្យម្ទេសចូលម្ទេសក្រៀមយើងណាហើយបន្ទាប់មកខ្ញុំក៏ម្ងាស់វាឲ្យឡើងក្លិនឈ្ងុយហើយបានខ្ញុំចាក់សាច់គោដែលយើងឲ្យបានសោះនឹងចូលអញ្ចឹងណាសាច់គោដោយសារគោខ្ចីដែរអញ្ចឹងទៅវាងាយនឹងផុយយេហើយបន្ទាប់មកទៀតក៏ខ្ញុំដាក់គ្រឿងសាតេចូលអញ្ចឹងសម្រាប់គ្រឿងសាតេហ្នឹងនិយាយទៅខ្ញុំអត់បានវាស់ថាត្រូវដាក់ម៉ានទេអ្នកគ្នាខ្ញុំទិញមកកញ្ចប់ចេញដាក់មកកញ្ចប់ហ្មងទៅបន្ទាប់មកទៀតក៏ខ្ញុំដាក់គ្រឿងការីចូលអញ្ចឹងហើយលើគេថាបើសិនជាចង់ឲ្យឈ្ងុយដាក់ទៅដោះគោហ្នឹងឲ្យ2សព្រាបាយទៅតែដល់ពេលហើយទៅខ្ញុំក៏ដាក់ឲ្យប្រហែលជាហ្នឹងហើយ2សព្រាបាយអ្នកគ្នាឲ្យខសម្រាប់ខហ្នឹងដែរគឺខ្ញុំឲ្យដាក់ជាមួយនឹងទឹកដូងដោយសារទៅផ្សារទៅទិញទឹកដូង1000បានឡើងច្រើនប៉ុន្តែច្រកថងទេអ្នកគ្នាកាន់មកអ្នកណាមិនដឹងថាខ្ញុំនឹងកាន់ស្រាសឲ្យមកទៅហើយបន្ទាប់មកទៀតខ្ញុំទុកឲ្យពុះទៅបានខ្ញុំដាក់ឲ្យបន្លែចូលអញ្ចឹងបន្លែខ្ញុំមានតែការ៉ុតទេអ្នកគ្នាហើយបន្ទាប់មកទៀតក៏ខ្ញុំដាក់ឲ្យប្រហិតហើយនឹងឈាមទាចូលអញ្ចឹងណាហើយខ្ញុំយករសជាតិមកល្មមដោយសារអត់ដែរធ្វើលើកទី1អញ្ចឹងទៅរសជាតិមិនដឹងថាយ៉ាងណាយ៉ាងណីទេអ្នកទាំងអស់គ្នាឲ្យមានតែចាំភ្លក់ទាំងអស់គ្នាអញ្ចឹងណាហើយបន្ទាប់មកចិត្តឆ្អិនក៏បានសោះឲ្យមីស៊ូអីអញ្ចឹងទៅដាក់ញ៉ាំភ្លក់មើលអញ្ចឹងណាតែឲ្យអាចញ៉ាំបានតែបើថាឲ្យឆ្ងាញ់អត់ហើយលើកទី1អ្នកគ្នារសជាតិតាមតម្រូវរៀងខ្លួនអញ្ចឹងណាអញ្ចឹងទៅហ្នឹងហើយអ្នកទាំងអស់គ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយទៀតបាយបាយ